លុះស្អែកឡើងភួងបាននាំប្តីខ្លួនទៅស្រុកមួយតើអ្នកទាំងពីរទៅណាមកណាដែរនឹងចាស់ខ្ញុំមកនេះគឺដើម្បីសួរលោកពូថាលោកពូមានត្រូវការទិញស្រូវអង្ករទេអូខ្ញុំត្រូវការទិញរាល់ថ្ងៃតើអ្នកទាំងពីរមានស្រូវច្រើនណាស់មែនទេចាស់មានច្រើនណាស់បើលោកពូត្រូវការខ្ញុំនឹងដឹកមកពីថ្ងៃទៀតដឹកយកមកចោះមានប៉ុន្មានក៏ខ្ញុំទទួលទិញដែរបន្ទាប់ពីនិយាយត្រូវរើគ្នាហើយពីអ្នកប្តីប្រពន្ធបានចាក់ចេញទៅផ្ទះវិញបងដូចជាមិនយល់សោះតើអូនមានស្រូវអង្ករមកពីណាទៅលក់ទៅបើប្រាក់ដែលយើងខ្ចីមកពីគេស្ទើរតែអស់ទៅហើយនោះល្ងាចនេះយើងត្រូវទៅផ្ទះលោកស្រីមេភូមិហើយប្រាប់គាត់ថាយើងត្រូវការទិញស្រូវអង្ករជាច្រើនដើម្បីឲ្យគាត់ប្រកាសប្រាប់អ្នកភូមិយើងតែយើងគ្មានប្រាក់ទេអូនបងកុំបារម្ភអីលុះល្ងាចឡើងពីអ្នកប្តីប្រពន្ធបានទៅផ្ទះរបស់អ្នកស្រីមេភូមិតើក្មួយមានការអ្វីមែនទេបានជាមកផ្ទះអ៊ំតែល្ងាចបែបនេះចាអ៊ំស្រីនាងខ្ញុំទៅពីអ្នកប្តីប្រពន្ធមានបងប្អូននៅស្រុកឆ្ងាយត្រូវការទិញស្រូវអង្ករជាច្រើនអញ្ចឹងហើយខ្ញុំសូមមកពឹងពាក់អ៊ំស្រីឲ្យជួយប្រកាសប្រាប់បងប្អូនអ្នកស្រុកភូមិយើងឲ្យបានដឹងផងអូមិនអីទេក្មួយអ្នកភូមិត្រូវការប្រាក់ច្រើនណាស់គេចង់លក់ស្រូវអង្ករស្ទើរតែគ្រប់គ្នានឹងតែខ្ញុំមានលក្ខខណ្ឌមួយណាអ៊ំស្រីក្មួយនិយាយមកចោះអ្នកដែលត្រូវយកស្រូវមកលក់មិនទទួលបានប្រាក់ភ្លាមទេត្រូវរងចាំពី3ថ្ងៃទៀតទៅបានព្រោះបងប្អូនខ្ញុំក៏ចង់ពិនិត្យមើលស្រូវអង្ករហើយគាត់នឹងចេញប្រាក់ឲ្យណាអ៊ំរឿងហ្នឹងគ្មានបញ្ហាទេក្មួយព្រោះយើងសុទ្ធតែជាអ្នករស់នៅស្រុកភូមិជាមួយគ្នាទេអញ្ចឹងសម្រាប់បែបហ្នឹងចោះខ្ញុំសូមជម្រាបលាសិនហើយអ៊ំស្រីខ្ញុំលាសិនហើយណាអ៊ំស្រីទៅចោះក្មួយលុះពីថ្ងៃក្រោយមកភួងនិងចាស់បានទៅប្រមូលយកស្រូវអង្ករជាច្រើននៅផ្ទះអ្នកស្រីមេភូមិអ៊ំស្រីពីថ្ងៃទៀតខ្ញុំនឹងយកប្រាក់មកជូនអ៊ំស្រីណាកុំបារម្ភអីអ៊ំមិនបារម្ភទេព្រោះក្នុងភូមិនេះអ្នកណាក៏ដឹងថាក្មួយជាមនុស្សល្អនិងស្មោះត្រង់ណាស់អរគុណណាស់អ៊ំស្រីពួកយើងសូមលាអ៊ំស្រីសិនហើយណាពីអ្នកប្តីប្រពន្ធបានយកស្រូវអង្ករដែលទិញបានយកទៅផ្ទះថៅកែស្រូវដែលគេធ្លាប់បានទៅសួរនាំនោះអូស្រូវអង្ករទាំងនេះពិតជាល្អណាស់ដោយខ្ញុំធ្លាប់ប្រាប់អញ្ចឹងខ្ញុំត្រូវការច្រើនណាស់បើមានទៀតយកមកទៀតមកណាអញ្ចឹងសូមលោកពូទៅតបប្រាក់ឲ្យខ្ញុំមកណាខ្ញុំនឹងឆាប់បានទៅវិញហើយដឹកយកមកបន្តទៀតកុំបារម្ភអីរឿងប្រាក់នោះខ្ញុំមិនឲ្យខ្វះទេបន្ទាប់